bàព័ត៌មានទី1នេះគឺសូមអនុញ្ញាតពីប្រិមិត្តដើម្បីបកប្រែទូទៅនៅបទសម្ភាសន៍របស់ខាងគិរីប៉ុស្តិ៍ជាមួយនឹងអ្នកស្រីនាយិកានៃគេថាសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកដែលបានផ្ដល់ក្នុងឱកាសដែលលោកស្រីអញ្ជើញទៅចុះហត្ថលេខាតាក់ទងជាមួយនឹងការផ្ដល់ថវិកាអភិវឌ្ឍពង្រីកអាកាសយានដ្ឋានអន្តរជាតិដែលចូលនៅកម្ពុជាណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានគិរីប៉ុស្តិ៍គាត់បានបញ្ជាក់ថាគឺខាងសជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកដែលអក្សរកាត់ហៅថា DFC បាទគឺបានបង្ហាញនៅសញ្ញាមួយទៀតក្នុងការសម្ដែងការចាប់អារម្មណ៍ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដែលមាននៅតាមបណ្ដោយគម្រោងព្រែកជីករបស់កម្ពុជាដើម្បីចងចំណងមិត្តភាពសេដ្ឋកិច្ចកាន់តែជ្រៅជាងមុនជាមួយនឹងប្រទេសកម្ពុជាសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគឺកំពុងតែសិក្សាស្វែងយល់អំពីគេថាសក្តានុពលក្នុងការបោះទុនវិនិយោគបន្ថែមទៀតនៅក្នុងកំពង់ផែគឺពង្រីកបាទគម្រោងកំពង់ផែនោះដែលភ្ជាប់ទៅនឹងការអភិវឌ្ឍព្រែកជីករបស់កម្ពុជាផងដែរបាទនេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលមកពីសជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិដែលអក្សរកាត់ថា DFC បានថ្លែងប្រាប់សារព័ត៌មានគិរីប៉ុស្តិ៍លោកស្រីបានគូបញ្ជាក់នៅការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានគិរីប៉ុស្តិ៍គឺលោកស្រី Caroline Wick បាទ Caroline Wick គឺជានាយកខាងគោលនយោបាយរបស់ខាងសជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិបានថ្លែងថាឱកាសគឺមានច្រើនសម្រាប់ការបង្ហាញនៅសក្តានុពលនៅក្នុងការពង្រីកឬក៏ធ្វើឲ្យប្រសើរឡើងនៅកំពង់ផែដែលមានស្រាប់ឬក៏ត្រូវកសាងថ្មីតែម្ដងបាទកសាងថ្មីតែម្ដងនៅតាមបណ្ដោយព្រែកជីកដែលកំពុងតែសាងសង់ដែលកំពុងតែជីកនាពេលបច្ចុប្បន្ននេះអញ្ចឹងគាត់ពិនិត្យមើលលទ្ធភាពពីរថាតើបើមានផែស្រាប់ថាតើបរិយាផែនឹងយ៉ាងម៉េចមានសក្តានុពលឬទេឬក៏បើថាมันពិបាកពេកគឺធ្វើថ្មីតែម្ដងអញ្ចឹងបានន័យថាឥឡូវនេះសហរដ្ឋអាមេរិកកំពុងតែចាប់អារម្មណ៍លើកន្លែងហ្នឹងហើយកំពុងតែធ្វើការសិក្សាវាជាដំណឹងល្អមួយដែរសម្រាប់ប្រទេសទាំងពីរបាទគឺសារព័ត៌មាននេះបានដកស្រង់សម្ដីផ្ទាល់របស់លោកស្រីវិកបានបញ្ជាក់ថាយើងបានកំណត់នៅឱកាសជាច្រើនមកសក្តានុពលនៃកាលានុវត្តជាច្រើននៅថ្ងៃនេះទាំងលទ្ធភាពនៃការពង្រីកកំពង់ផែដែលកំពុងតែមានស្រាប់ក៏ដូចជាការសាងសង់ផែថ្មីខ្លះក៏ប្រភេទ some new ports ចាំបានថាមិនមែនមួយណា ports ច្រើនណា some new ports ផែថ្មីច្រើនទៀតជាពិសេសនៅលើបណ្ដោយតាមព្រែកជីកហ្នឹងដែលកំពុងតែសាងសង់នេះឯងបាទលោកស្រីវិកបានបន្ថែមថាទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកចង់ធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាក៏ដូចជាវិស័យឯកជនហើយក្នុងការសម្រេចថាតើខាង DFC បាទសជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិនឹងអាចផ្ដល់ហិរញ្ញវត្ថុនឹងបានដោយរបៀបណាអាចដើរតួនាទីបានដោយរបៀបណាឬក៏អាចនិយាយបានថាតើចូលរួមចំណែកនៅក្នុងការវិនិយោគនឹងបានដោយវិធីណាផងដែរបាទលោកស្រីបានបន្ថែមទៀតថាយើងនឹងធ្វើការគ្នាជាមួយនឹងរដ្ឋាភិបាលនិងវិស័យឯកជនដើម្បីសិក្សាបន្ថែមទៀតអំពីបាទគម្រោងជាក់លាក់ណាមួយថាតើ DFC នឹងអាចផ្ដល់ហិរញ្ញវត្ថុបានថែមទៀតឬក៏យ៉ាងណាទេបាទលោកស្រីបានថ្លែងដូចនេះដោយកត់សម្គាល់នៅការចាប់អារម្មណ៍យ៉ាងខ្លាំងហើយថារឿងនេះក៏ត្រូវបានយកមកពិភាក្សាគ្នារួចមកហើយបាទពិភាក្សាគ្នារួចមកហើយផងដែរអត្ថាធិប្បាយរបស់អ្នកស្រីគឺបង្ហាញអំពីសក្តានុពលនៃការចូលរួមពាក់ព័ន្ធបន្ថែមទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំដែលអាចនឹងទាក់ទាញនៅចំណាប់អារម្មណ៍ពីថ្នាក់តំបន់
ហើយទីក្រុង Washington កំពុងតែពង្រឹងកំពុងតែសម្លឹងមើលនៅឱកាសនៃការពង្រីកសេដ្ឋកិច្ចកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងប្រទេសកម្ពុជាលោកស្រីវិកបានមានប្រសាសន៍ថា DFC គឺកំពុងតែធ្វើខ្លួនបើឲ្យស្របទៅតាមលក្ខខណ្ឌថាជាដៃគូមួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាហើយបានគូបញ្ជាក់អំពីសារៈសំខាន់នៃចេតនានៅក្នុងការគ្រប់គ្រងនៅឱកាសនៃការវិនិយោគច្រើនមិនមែនតែមួយទេបាទលោកស្រីបានបញ្ជាក់តាមសម្ដីដើមថាគឺបាទយើងចង់ចូលរួមចំណែកជាអ្នកមុនគេតែម្ដងwe want to be the first call ហើយយើងចង់ជាអ្នកចូលរួមចំណែកមុនគេតែម្ដង your best partner ជាដៃគូដ៏ល្អរបស់អ្នកហើយយើងនៅទីនេះក្នុងការធ្វើអាជីវកម្មនិងការអភិវឌ្ឍអាជីវកម្មបាទដើម្បីជួយកម្ពុជាចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាបាទក្រៅពីកំពង់ផែគឺអ្នកស្រីវិកក៏បានមានប្រសាសន៍ថាគឺខាង DFC គឺមានការអតិភិបសម្រាប់ការអភិវឌ្ឍទូលំទូលាយបន្ថែមទៀតដែលក្នុងនោះរួមមានការដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធ Digital ធម្មពលសេវាកម្មហិរញ្ញវត្ថុសុខាភិបាលកសិកម្មហើយនឹងរ៉ែសំខាន់ដែលកម្ពុជាមើលទៅថាជាសក្តានុពលសម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជានេះគឺជាការផ្ដោតនៅការចាប់អារម្មណ៍ថ្មីនេះដែលជាការគូបញ្ជាក់ឲ្យឃើញនៅការខិតខំជំរុញយ៉ាងទូលំទូលាយដោយសហរដ្ឋអាមេរិកក្នុងការបង្កើននៅការផ្ដល់នៅវត្តមានហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់តាមរយៈការចូលរួមចំណែកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធធំហើយនឹងការវិនិយោគទៅលើវិស័យដែលមានលក្ខណៈជាយុទ្ធសាស្ត្របាទអញ្ចឹងនេះគឺជាព័ត៌មានដែលបន្ថែមទៅនឹងព័ត៌មានដែលខ្ញុំបានជម្រាបជូនប្រិមិត្តនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិដែលសារព័ត៌មានគេរីប៉ុស្តិ៍បានរីកានៅពេលដែលសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាបានចុះហត្ថលេខាផ្ដល់ប្រាក់ចំនួន$100 លានសម្រាប់ការពង្រីកអាកាសយានដ្ឋានអន្តរជាតិដែលចូលនៅប្រទេសកម្ពុជាណាបាទអញ្ចឹងឥឡូវនេះគឺមានការចាប់អារម្មណ៍ច្រើនទៀតបាទដោយត្រង់ទៅសូមបញ្ចេញមតិមួយដោយប្រិមិត្តដែលចូលក្នុងពេលកន្លងមកបានដឹងហើយពីជំហររបស់ខ្ញុំបើកាលណាឃើញសហរដ្ឋអាមេរិកនិងកម្ពុជារីកចម្រើនបាទមានការទំនាក់ទំនងគ្នាទាំងវិស័យសេដ្ឋកិច្ចនយោបាយសង្គមគិច្ចបាទគ្រប់អីយ៉ាងទៅបាទយោធាជាដើមអីហ្នឹងបាទខ្ញុំសប្បាយរីករាយដែរនេះគឺជាបេសកកម្មបាទក្នុងជីវិតរបស់ខ្ញុំដែលចង់ឃើញសហរដ្ឋអាមេរិកហើយនៅកម្ពុជាគឺចាប់ដៃគ្នាបាទយ៉ាងលោកលឿនផងដែរក៏ប៉ុន្តែខ្ញុំមានចំហខុសពីអ្នកខ្លះគឺចង់ឲ្យមកសហរដ្ឋអាមេរិកទាំងមូលខ្ញុំថាមិនបាច់ទាំងមូលទេគឺថាឲ្យមានចំណែកមួយផងដែរអញ្ចឹងទៅបាទឲ្យមានការតលយៈភាពគ្នាជាមួយនឹងមហាអំណាចផ្សេងទៀតយ៉ាងខ្លាំងទៅមិនបាច់ថាមកអាមេរិកផ្ដាច់មុខអីទេបាទពីព្រោះអីនៅក្នុងយុគសម័យបច្ចុប្បន្នហ្នឹងគឺការធ្វើពិពិធកម្ម diversify ណាការធ្វើពិពិធកម្មហ្នឹងរកទីផ្សារច្រើនរកដៃគូច្រើនវាជារឿងមួយសំខាន់ណានៅក្នុងពិភពលោកមួយគេថាពិភពលោកដែលពឹងពាក់គ្នាទៅវិញទៅមកបាទប្រទេសមួយមិនអាចឈរនៅឯកោបានទេបាទអញ្ចឹងដូច្នេះការពឹងផ្អែកទៅលើតែដៃគូមួយក៏ពិបាកដែរនៅក្នុងការអភិវឌ្ឍប្រទេសជាតិវាខុសពីប្តីប្រពន្ធណាបាទពីប្រពន្ធដៃគូមួយបានដែរ